មនុស្សស្រីយើងឈឺចាប់បំផុតនៅពេលដែលដឹងថាប្តីយើងលួចទៅឆាតងាយតាក់ទងស្រីផ្សេងស្រីខាងក្រៅដែលយើងជាប្រពន្ធនេះគេមិនអោយតម្លៃធ្វើឲ្យអ្នកដតីមើលងាយយើងថាយើងនឹងអត់ស្អាតអត់ល្អនៅក្នុងខ្សែភ្នែកអ្នកដតីសូម្បីតែប្តីយើងនៅក្នុងផ្ទះជាមួយយើងមិនអោយតម្លៃយើងផងចេះតម្រាំតែអ្នកដតីទៀតគេមើលងាយយើងប៉ុណ្ណាសាក់គិតមើលឈឺចាប់ណាប្រពន្ធមិនមែនជាអ្នកបម្រើឬក៏ជាកញ្ចេះដាច់ថ្លៃរបស់ប្តីនោះទេគិតថាខ្លួនឯងមានលុយបណ្ណាការទៅដឹងប្រពន្ធ$5,000 $10,000 $20,000 ឬក៏$50,000ហើយមានសិទ្ធិយកប្រពន្ធមកចង់ប្រើប្រពន្ធឲ្យធ្វើអីក៏បាននោះដែរខ្ញុំនិយាយបែបនេះមិនមែនចង់កាន់ជើងបងប្អូនស្រីគ្នាឯងនោះទេក៏ប៉ុន្តែសម័យនេះមានមនុស្សប្រុសមួយចំនួនយកប្រពន្ធមកហើយតែមិនបានចាត់ទុកដូចជាប្រពន្ធទេអាពេលឃ្លានឆ្ងាញ់អាពេលស្រឡាញ់ល្អដល់ពេលរៀបការបានគ្នានៅជាមួយគ្នាហើយតាំងមិនឲ្យតម្លៃគ្នាធ្វើបាបគ្នាដល់តែពេលគេដាច់ចិត្តតាំងថាគេនឹងចេះចោះខូចនឹងមនុស្សប្រុសមួយចំនួនអត់មើលឃើញកំហុសខ្លួនឯងទេណាអញ្ចឹងហើយកុំឲ្យប្រពន្ធរបស់អ្នកគាត់មានអារម្មណ៍ថាគាត់នៅកន្លែងខុសនៅកន្លែងដែលគ្មានតម្លៃនៅពេលដែលរៀបការមានប្តីហើយប្រៀបដូចជាសពជាប់ទ្រង់រៀបការជាមួយគ្នាហើយគឺយកគ្នាមកជាដៃគូជីវិតមិនមែនទុកគ្នាត្រឹមតែជាអ្នកបម្រើទាំងផ្លូវភេទទាំងផ្លូវកាយឬក៏ជាខ្ញុំកញ្ចេះដាច់ថ្លៃនោះទេអ្នកជាប្តីត្រូវតែឲ្យតម្លៃប្រពន្ធទោះបីជាគាត់មិនបានចេញទៅធ្វើការនៅខាងក្រៅក៏ដោយទោះបីជាគាត់ជាស្ត្រីមេផ្ទះក៏ដោយគិតមើលបើសិនជាអ្នកអត់មានប្រពន្ធនៅផ្ទះមើលថែរក្សាទ្រព្យសម្បត្តិមើលថែកូនដាំបាយម្ហូបជាប្តីក៏មិនអាចចេញទៅបំពេញតួនាទីធ្វើការរកលុយខាងក្រៅបានល្អដែរដោយសារមានប្រពន្ធនៅក្នុងផ្ទះជួយជ្រោមជ្រែងអញ្ចឹងហើយសូមផ្ដល់តម្លៃផ្ដល់សិទ្ធិឲ្យគាត់ឲ្យស្មើគ្នាមានន័យថាអ្នកត្រូវផ្ដល់ការសម្រេចចិត្តឲ្យប្រពន្ធអ្នកគាត់ចង់ធ្វើអីធ្វើទៅនៅក្នុងផ្ទះរបស់គាត់ចង់រៀបចំតាក់តែងបាយម្ហូបធ្វើម្ហូបនេះធ្វើម្ហូបនោះទិញនេះទិញនោះឲ្យគាត់ទៅមិនមែនគាត់ជាប្រពន្ធនៅក្នុងផ្ទះហើយចាំស្ដាប់បជាអ្នក100%នោះទេចង់ទិញអីក៏ត្រូវសុំចង់បាននេះក៏ត្រូវសុំន័យថាទៅឆ្វេងទៅស្ដាំសូម្បីតែរឿងកប៉ិកកប៉ុកតូចតាចនៅក្នុងផ្ទះក៏ចាំបាច់សុំប្តីក៏ចាំបាច់ការសម្រេចចិត្តពីប្តីដែរសួរថែណាតម្លៃរបស់ប្រពន្ធនោះតើប្តីឲ្យទិញបានទិញតើប្តីឲ្យធ្វើបានធ្វើនឹងបានន័យថាម៉េចបានន័យថាយើងរៀបការយកកូនគេមកយកប្រពន្ធមកនឹងដើម្បីអីដើម្បីគ្រប់គ្រងគេបិទសិទ្ធគេទុកគេត្រឹមតែជាអ្នកបម្រើឬក៏ជាខ្ញុំកញ្ចេះដាច់ថ្លៃតែប៉ុណ្្នឹងឯងប្តីខ្លះអាងតែខ្លួនឯងជាមេគ្រួសារជាអ្នករកលុយនិយាយស្ដីអីមិនដែលចេះគិតពីទឹកចិត្តប្រពន្ធនេះជួនកាលឲ្យលុយគ្នាតិចតួចសោះគ្នាត្រូវចំណាយសពគ្រប់បែបយ៉ាងនៅក្នុងផ្ទះតែនិយាយស្ដីររឿងមើលងាយថាប្រពន្ធនឹងអត់ចរិតអត់និយាយអត់ចេះថែរក្សាអត់មិនចេះទុកដាក់លុយទាំងដែលខ្លួនឯងនឹងមិនបានដឹងថានៅក្នុងផ្ទះមានការចំណាយចេញចូលអ្វីខ្លះផងសូមបើកវងកញ្ចក់បើប្រពន្ធបងប្អូនណាយកលុយហើយទៅលេងល្បែងផឹកស្រាយកទៅបំផ្លាញចាយវាយខុសរបៀបអត់ត្រឹមត្រូវអានឹងបងប្អូនលេងគាត់ចោលឬក៏រោរឿងគាត់ណាអត់ខុសទេក៏ប៉ុន្តែនេះខ្ញុំនិយាយសម្រាប់បងប្អូនប្រុសខ្លះឲ្យលុយទៅប្រពន្ធគ្នាស្ទើរតែចាយមិនចង់គ្រប់គ្រាន់ផងធ្វើការសពគ្រប់បែបយ៉ាងហើយបងប្អូននៅបន្ទោសគាត់ទៀតនៅស្ដីឲ្យគាត់ទៀតនៅរោរឿងគាត់ទៀតសួរថែណាតម្លៃជាប្តីប្រពន្ធហើយការងារផ្ទះក៏មិនមែនជាការងារផ្ដាច់មុខរបស់ប្រពន្ធតែម្នាក់ឯងដែរអ្នកណាទៅនេះជួយធ្វើអីបានជួយធ្វើហ្នឹងទៅមើលកូនបានមើលកូនដាំបាយធ្វើម្ហូបខ្លះបានធ្វើប្តីខ្លះអានតែប្រពន្ធគ្នានៅផ្ទះជួយធ្វើសពគ្រប់បែបយ៉ាងយូរទៅខ្ជិលអើយអញធ្វើអានឹងការងាររបស់ប្រពន្ធនេះចុចទូរស័ព្ទលេងហ្គេមខ្វល់សោះហ្មងចឹងក៏ផ្ដាំទៅបងប្អូនប្រុសមួយចំនួនណាបធូបថយខ្លះទៅលើកលែងគ្នាគ្រប់ស្រឡាញ់នឹងផ្ដល់តម្លៃឲ្យគ្នាណាកុំផ្ដល់ឲ្យប្រពន្ធខ្លួនឯងមានអារម្មណ៍ថាខ្លួនឯងនៅកន្លែងខុសកន្លែងគ្មានតម្លៃបើសិនជាក្រុមគ្រួសារបងប្អូនដល់ដំណាក់កាលនឹងមែនណាប្រហែលជានៅជាមួយគ្នាមិនបានយូរទេហើយខ្ញុំនិយាយបែបនេះក៏មិនមែនជំរុញឲ្យបងប្អូនស្រីត្រូវតែលេងលះបងប្អូនប្រុសក៏ដូចគ្នាដែរអត់ទេគឺគ្រាន់តែជាសារមួយចង់ចែករំលែកដាស់តឿនណាសម្រាប់យុវវ័យក៏ដូចគ្នាបើសិនចង់ចាប់ផ្ដើមមានក្រុមគ្រួសារមានប្រពន្ធកូនណាត្រូវរៀនស្រឡាញ់គោរពនិងផ្ដល់តម្លៃឲ្យគ្នាផ្ដល់កិត្តិយសឲ្យគ្នាថែរក្សាគាំពៀគ្នាទៅវិញទៅមកមិនមែនធ្វើបាបផ្លូវចិត្តគ្នានោះទេ